eSIM nữa sẽ vào lao nơi nè và lột chanh mói hay cái này níคือสำคัญnhư cái nào kia và sân gì nào kia ยอดข้อคือแต่ចាញ់និយាយចឹងណាសួស្តីអ្នកនរគ្នាវិលត្រឡប់មកកាន់គិតថ្មីមួយទៀតជាមួយខ្ញុំបាទសង្គមវីដេអូមុនខ្ញុំធ្វើការពេលឯកសារពីទូរស័ព្ទចាស់ទៅទូរស័ព្ទថ្មីហើយថ្ងៃនេះខ្ញុំធ្វើការ set up eSIM ដែល SIM របស់ខ្ញុំគឺជា SIM Smart អ្នកនរគ្នាអញ្ចឹងជាដំបូងអ្នកនរគ្នាត្រូវមានទូរស័ព្ទភ្ជាប់ Wi-Fi ទាំងអាចាស់ទាំងថ្មីនៅក្បែរគ្នាមកអញ្ចឹងអ្នកនរគ្នាត្រូវ download កម្មវិធី Smart ណាស់ Smart ណាស់របស់ Smart បើ SIM card ដាក់ SIM card អញ្ចឹងទៅ Smartphone ដាក់ Smartphone ហើយធ្វើការ log in វាយលេខទូរស័ព្ទហើយយើងធ្វើការ log in ចូលមកដើម្បីផ្លាស់ប្ដូរវាទៅជា eSIM អញ្ចឹងយើងត្រូវមានលុយ$2ផងអ្នកនរគ្នាយើងបន្តមកទៀតយើងចុចកន្លែងនេះមកកន្លែង eSIM ហ្នឹងមកហើយយើងចុចខាងក្រោមនេះដើម្បីវា check មើលថាទូរស័ព្ទយើង support eSIM អត់ចឹងណាអញ្ចឹងនៅពេលដែលវា check ហើយថាទូរស័ព្ទយើងអាច support eSIM បានវានឹងឲ្យយើងអាច activate បានយើងចុច start មកអូខេអញ្ចឹងកន្លែងនេះយើងធ្វើការចុច next ទៀតដើម្បីឲ្យវាកាត់លុយ$2យើងហ្នឹងយើងត្រូវបញ្ចូលលុយអ្នកគ្នាលុយខែ1000ណាហ្នឹងអូខេអញ្ចឹងយើងចុច start យើងចុច next អូខេយើងចុច next មកដើម្បីឲ្យវាធ្វើការprocess បន្តទៀតយើងចុច accept មកកន្លែង policy របស់វាយើងមិនបាច់អានច្រើនទេចូលមកទៀតយើងកន្លែងនេះគេឲ្យវាយ email យើងអញ្ចឹងណាអញ្ចឹងយើងត្រូវមាន email ដែរអ្នកគ្នា email ហ្នឹងគេអាចផ្ញើសារ QR ជាងអញ្ចឹងណាអញ្ចឹងយើងវាយហើយ confirm ហើយយើងចុច confirm with OTP ហ្នឹងគឺគេផ្ញើលេខកូដទៅទូរស័ព្ទចាស់របស់យើងមានលេខដែលយើងមាន SIM អញ្ចឹងណាអញ្ចឹងអាហ្នឹងយើងយកលេខហ្នឹងមកដើម្បីផ្ដាច់វាបានអញ្ចឹងយើងយកលេខកូដហ្នឹងមកដើម្បីវាយចូលក្នុងនេះដើម្បី confirm ថាទូរស័ព្ទហ្នឹងលេខទូរស័ព្ទហ្នឹងជារបស់យើងអញ្ចឹងណាអញ្ចឹងយើងត្រូវមានទូរស័ព្ទចាស់មានSIM ហ្នឹងត្រូវដំណើរការដែរអ្នកគ្នាអញ្ចឹងយើងចុច OK បន្តមកទៀតបន្ទាប់ពីវាយលេខកូដហើយអូខេអញ្ចឹងវានឹង load បែបនេះអូខេ install SIM SIM change អញ្ចឹងមកអូខេ install SIM change អញ្ចឹងកន្លែងនេះគឺផងខ្ញុំវាប្រាប់ថា fail អ្នកគ្នាអញ្ចឹងបើ fail អ្នកគ្នាធ្វើម្ដងទៀតមកតែបើអត់ fail ទេវាកាត់លុយបាត់ហើយអញ្ចឹងមានជោគជ័យហើយនេះផងខ្ញុំវាកាត់លុយបាត់ហើយអញ្ចឹងវាជោគជ័យអញ្ចឹងយើងអត់បាយទេអ្នកគ្នាគឺយើងគ្រាន់តែចុចកន្លែងeSIM ដដែលមកអូខេអញ្ចឹងវានឹងបង្ហាញ QR code តែម្ដងព្រោះវាកាត់លុយហើយទូរស័ព្ទចាស់របស់ខ្ញុំនេះក៏វាផ្ដាច់សេវាចោលដែរមានន័យថា SIM ចាស់ហ្នឹងគឺលេងប្រើលេងបានហើយគឺវាដូរទៅជា eSIM បាត់ហើយអញ្ចឹងខ្ញុំធ្វើការចូលកន្លែងeSIM មកដើម្បី check មើលខ្ញុំបាន QR នៅអូខេអញ្ចឹង QR ហ្នឹងស្មើនឹង SIM card របស់យើងអ្នកយើងអាច scan បានអញ្ចឹងណាអញ្ចឹងខ្ញុំចុចកន្លែងនេះ view QR code អញ្ចឹងមកអញ្ចឹងវានឹងបង្ហាញ QR code eSIM របស់ខ្ញុំដើម្បី scan ចូលទូរស័ព្ទថ្មីអញ្ចឹងយើងអាច save QR នឹងចូលមកក្នុងរូបភាពក្នុង photo របស់យើងហើយខ្ញុំខ្ជិល scan ខ្ញុំធ្វើការចុចកន្លែងនេះតែម្ដង activate កន្លែងនេះតែម្ដងអញ្ចឹងពេលខ្ញុំចុចកន្លែងខាងក្រោមនឹង activate ទៅវានឹងធ្វើការភ្ជាប់ eSIM ចូលក្នុងនេះចុច accept មកអ្នកគ្នាអញ្ចឹងកន្លែងនេះវាឲ្យខ្ញុំ activate eSIM ដាក់ក្នុងទូរស័ព្ទថ្មីរបស់ខ្ញុំហ្នឹងហើយអញ្ចឹងចាំបន្តិចមកយើងចុច continue ទៀតមកយើង activate eSIM យើងគាត់ចុចហើយសេវាវាចាប់ផ្ដើមចេញមកអ្នកគ្នាអញ្ចឹងចាំ flat កន្លែងជាងយូរបន្តិចបាទអញ្ចឹងវានឹងទទួលបាន SIM card eSIM នោះសេវាឡើងនៅនេះសេវាលុតចេញមកហើយកន្លែងនេះគឺសំខាន់ជាងគេអ្នកគ្នាបើសិនជាអ្នកគ្នាយកអត់ខុសគឺតែចេញអញ្ចឹងណាអញ្ចឹងយកខាងក្រោមមក voice data មាន AT ក៏បានលេខអ៊ីនធឺណិតក៏បានអញ្ចឹងយើងធ្វើការចុចតាមនឹងមកដូចក្នុងវីដេអូខ្ញុំបង្ហាញអញ្ចឹងយកvoice and data អញ្ចឹងមកបន្តមកទៀតយើងចុច continue មកគឺការធ្វើ set up eSIM របស់យើងទទួលបានជោគជ័យអ្នកគ្នាអញ្ចឹង complete យកកន្លែង voice និង data អ្នកគ្នាព្រោះយើងត្រូវទេនឹងត្រូវការ search internet អញ្ចឹងមិនមែនយកតែធ្វើ internet ទេអូខេអញ្ចឹងកន្លែងនេះគឺយើងចុចខ្ញុំយក not now ដោយសារខ្ញុំអត់ចង់ប្រើ save ពេកទេហើយយើងចុច OK មក SIM របស់យើងគឺ reset ហើយអស់ហើយអ្នកគ្នា set up ហើយយើងអាចចូលមើលកន្លែង setting បានកន្លែង cellular data វានឹងប្រាប់លេខទូរស័ព្ទរបស់យើងនិងប្រព័ន្ធដែលយើងបានប្រើប្រាស់នឹងទទួលបានជោគជ័យអូខេអញ្ចឹងយើង set up ហើយអញ្ចឹងយើងអាចបន្តដាក់កុងធនាគារអីបានដោយសារតែបើអត់មានលេខទូរស័ព្ទនេះយើងភ្ជាប់បាន ABA ឬក៏ AC អ្នកគ្នាអញ្ចឹងវីដេអូមានប៉ុណ្្នឹងទេអរគុណជំរាបលា